Ok, số đâyបងទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីក្របស័ព្ទប្រភេទក្របស័ព្ទធំៗប្រភេទមកទឹកពីទឹកកន្លះកញ្ចក់2បងពួកនេះបើសិនជាយើងយកទៅលេងមួយ D 300 W អីយើងអាចលេងបានគ្រាន់តែលេងបានក្នុងកម្រិតមធ្យមវាអាចខ្លាំងអស់សមត្ថភាពរបស់ស័ព្ទនេះបងដោយសារនេះកញ្ចក់2យើងតចេញជា2អូមអញ្ចឹង2អូមវាត្រូវការកម្លាំងវ៉ាត់ធំតែ D 300 W យើងអាចយកទៅលេងបានត្រឹមស័ព្ទនេះមួយគ្រាប់សង់មួយអ៊ីគុយមួយហ្នឹងអាចលេងបានបងតែបើចង់ឲ្យខ្លាំងសលេងងុំឬបុកផ្អើលពេញផ្ទះមកអាហ្នឹងយើងអាចលេងជាមួយពួកអាំភ្លីដែលមានកម្លាំងវ៉ាត់ធំហើយបើសិនជាយើងចង់ខ្លាំងជាង D 300 W យើងមានមួយជម្រើសទៀតបងយើងលេងជាមួយ D 900 D 900នេះវាចែកសាប់សង់ដាច់អញ្ចឹងទៅកម្លាំងវាខ្លាំងជាង D 300 W កម្លាំងសាប់របស់វាតែពួកនេះបើសិនយើងលេងត្រូវមានគ្រឿងរបស់វាបងនេះបងអញ្ចឹងគ្រឿងរបស់វាគឺត្រូវមានអីគុយត្រូវមាន solo អញ្ចឹងអីគុយនិង solo ជាធាតុផ្សំសំខាន់ដែលយើងអាចខ្វះបានណាយើងត្រូវដាក់2គ្រាប់សងខាងបើសិនយើងលេងមួយ D 900ពួកអាំភ្លីនេះកម្លាំងវាខ្លាំងបាន200 W បងសាប់100 W 100 W solo 50 W 2ច្រកហើយអាចច្រៀងខារ៉ាអូខេបានមាន Bluetooth ប្រើអាគុយនិងភ្លើងរត់បានហើយលេងទៅបងលេងប៉ុណ្ណឹងទៅកម្លាំងអត់ខ្សោយទេអាចលេងបានក្នុងកម្រិតខ្លាំងល្មមណាជាមួយខ្ញុំតេស្តសលេងឲ្យមើលនេះបងនេះខ្ញុំតេស្តកម្លាំងបាសចេញពី D 900ខ្ញុំតេស្តសលេងសាប់សុតបងសលេងសងយើងដឹងតែខ្លាំងហើយ D 900ចឹងខ្ញុំតេស្តសាប់សុតហ្នឹងហើយបងចឹងយើងដឹងពីសមត្ថភាព D 900វាវាយបានខ្លាំងសឹងថាអស់កម្លាំងរបស់សាំហ្នឹងហើយបងពីតកន្លះចឹងបងចង់ទិញយកឈុតសលេងធ្ងន់សលេងខ្លាំងអាចដាក់ D 900បានក្នុងកម្រិតដែលយើងលេងបានកម្លាំងខ្លាំងបើ D 300យើងអាចលេងបានដូចគ្នាគ្រាន់តែកម្រិតមធ្យមវាអត់អស់សមត្ថភាពរបស់ក្របស័ព្ទទេចឹងជាជំរើសបងចង់បានមួយណាអាចតាក់ទងមកបានតម្លៃក៏ធូរថ្លៃទាំងអស់បងចង់បានអាចតាក់ទងមកសួរព័ត៌មានបានអរគុណ